ជំរាបសួរបងប្អូនទាំងគ្នាហ្នឹងសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីណាសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនទាំងគ្នានៅរបៀបបញ្ចូលកាតសន្លឹកហ្នឹងហើយបងប្អូនទាំងគ្នាណាហ្នឹងហើយសម្រាប់ smart ហ្នឹងហើយឬមួយក៏យើងហៅថារបៀបបញ្ចូលកាត$1ហ្នឹងឬមួយក៏និយាយទៅកាតទូទៅគឺបញ្ចូលដូចគ្នាមិនថា$1ឬមួយក៏$5 $10គឺសន្លឹកកាតគឺបញ្ចូលដូចតែគ្នាទេគឺតែមួយហ្នឹងហើយបងប្អូនទាំងគ្នាណាអញ្ចឹងមុននឹងដល់ការបង្ហាញក៏សូមបងប្អូនទាំងគ្នាជួយចុច like ចុច subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងបងប្អូនទាំងគ្នាណាហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំធ្វើការបង្ហាញតែម្ដងអញ្ចឹងមុននឹងយើងបញ្ចូលកាតបានយើងត្រូវដឹងថាទូរស័ព្ទរបស់យើងនៅ SIM ទីម៉ានហ្នឹងហើយបងប្អូនទាំងគ្នាណាឥឡូវយើងចាប់ទុកថាដឹងឥឡូវយើងដើម្បីបញ្ចូលកាតបានគឺយើងកោសតែម្ដងនេះកោសណាយើងអាចធ្លាប់រឹងធ្លាប់លើកញ្ចក់ទូរស័ព្ទយើងក៏បានណាបងប្អូនទាំងគ្នាណាតាមពិតយើងអាចដាក់លើកន្លែងណាដែលអាចយើងកោសបានទៅប៉ុន្តែឥឡូវអានេះខ្ញុំថតវីដេអូគឺខ្ញុំដាក់កោសលើហ្នឹងតែម្ដងទៅបងប្អូនទាំងគ្នាណាអញ្ចឹងពេលដែលយើងកោសបានហើយគឺយើងបញ្ចូលកាតហ្នឹងហើយបងប្អូនទាំងគ្នាគឺយើងចូលមកកាន់កន្លែងនេះខលចេញខលចូលហ្នឹងយើងលុបវាចោលអស់ហ៎ណាយើងលុបចោលអស់មិញព្រោះនេះណានេះបងប្អូនទាំងគ្នាពេលដែលយើងបញ្ចូលកាតនេះយើងត្រូវមើលកន្លែងនេះណានេះកន្លែងហ្នឹងឃើញគេដាក់លេខ1203ហ្នឹងហើយអញ្ចឹងយើងចុចកាយ1203កាយ1203ហើយកាយលេខ8 99 76ហ្នឹងហើយបងប្អូនទាំងគ្នាគឺនិយាយទៅគឺបងប្អូនទាំងគ្នាចុចទៅតាមសន្លឹកកាតរបស់បងប្អូនទាំងគ្នាណាអានេះគឺកាតរបស់ខ្ញុំលេខប៉ុណ្ណឹងអញ្ចឹងខ្ញុំចុចអញ្ចឹងបងប្អូនទាំងគ្នាចុចទៅហើយបងប្អូនទាំងគ្នាកុំភ្លេចពិនិត្យមើលផងនេះយើងចុចវាមួយយើងមកចុចមកហ្នឹងហើយពេលដែលយើងចុចបានបែបហ្នឹងគឺយើងពិនិត្យលេខហ្នឹងឲ្យច្បាស់ណាបងប្អូនទាំងគ្នាបើសិនជាក្នុងករណីខុសតែមួយលេខឬមួយខុសកន្លែងណាតែបន្តិចគឺអត់ចូលទេបងប្អូនទាំងគ្នានេះដល់ពេលកន្លែងនេះគេដាក់សញ្ញាnàyគេឲ្យគេដាក់សញ្ញារូបធុងជ្រូកហើយរូបទូរស័ព្ទអញ្ចឹងបានន័យថាយើងគេឲ្យយើងចុចទ្រង់ជ្រូកហើយចុចបញ្ជូនបងប្អូនទាំងគ្នាណាអញ្ចឹងឥឡូវយើងចុចបញ្ជូនខ្ញុំបញ្ជូននេះបងប្អូនទាំងគ្នានេះបងប្អូនទាំងគ្នាអញ្ចឹងយើងបញ្ចូលទឹកប្រាក់បានដោយជោគជ័យឯងបងប្អូនទាំងគ្នាណាគឺ$1ហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាបើសិនជាបងប្អូនទាំងគ្នាចូលចិត្តអាចជួយចុច like ឬមួយក៏ចុច subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់